តអ្វីហៅថាត្រៃវេទគម្ពីរវេទមាន3ហៅថាត្រៃវេទ1រិទ្ធវេទ2សាមវេទ3យជុវេទក្រោយមកគេបន្ថែមវេទមួយទៀតជាទី4ហៅថាអថវេទដូច្នេះក្នុងគម្ពីរវេទមាន4គឺ1គម្ពីររិទ្ធវេទជាពាក្យឆន្ទៈសម្រាប់សូត្រសរសើរអតិទេពនិងទេវៈផ្សេងផងសម្រាប់សូត្រសម្បូងសម្រងបួងសួងអង្វរកអតិទេពទេវៈសូមប្រសិទ្ធិពរឲ្យបានសម្រេចតាមបំណង2គម្ពីរសាមវេទជាពាក្យឆន្ទៈពាក្យកាព្យសម្រាប់សូត្របន្ទាន់ចិត្តទេវៈអតិទេពក្នុងពេលធ្វើពិធីបូជាទេវៈ3គម្ពីរយជុវេទជាពាក្យកម្រងកែវសម្រាប់សូត្របួងសួងសូមអតិទេពទេវៈឲ្យចុះមកជួយដើម្បីឲ្យមានឫទ្ធិដេជៈបារមីមានជោគជ័យនិងជាគម្ពីរចែងអំពីការធ្វើពលីកម្ម4គម្ពីរអថវេទជាគម្ពីរចែងអំពីមន្តអាគមគាថាអូមអាមពូកែស័ក្តិសិទ្ធិសម្រាប់សូត្របណ្ដេញបំបត្តិឧបទ្រពចង្រៃខ្មោចព្រាយបិសាចអរិយអ្នកតាធ្មប់អាបជាដើមនិងសម្រាប់សូត្រដាក់ស្នេហ៍ធ្វើឲ្យគេស្រឡាញ់ពេញចិត្តមានសេរីសួស្តីមានស្នេហ៍មុខឬសម្រាប់សូត្រធ្វើឲ្យគេលំបាកវេទនាមានទុក្ខក្តៅក្រហាយវិនាសហិនហោចជាដើមប៉ុន្តែទោះបីគម្ពីរវេទមាន4យ៉ាងនេះក៏ដោយក៏គេនៅតែហៅថាត្រៃវេទវេទ3ដដែលគឺគេពុំហៅថាចតុវេទវេទ4នោះទេព្រោះគម្ពីរអថវេទគេបានបន្ថែមនៅពេលក្រោយម្យ៉ាងទៀតគម្ពីរវេទនីមួយនេះមានគម្ពីរអត្ថកថាមួយជាជំនួយពន្យល់ថែមទៀតគឺ1គម្ពីរព្រះមណៈជាគម្ពីរនិយាយពន្យល់អំពីពិធីស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍2គម្ពីរអារណកៈនៅព្រៃជាគម្ពីរចែងអំពីការត្រូវរស់នៅក្នុងព្រៃឆ្ងាយដាច់អំពីសង្គមមនុស្ស3គម្ពីរឧបនិស្ស័តនៅចិត្តជាគម្ពីរដែលត្រូវសិក្សាស្វាធ្យាយភ្ជាប់នឹងគម្ពីរព្រះមណៈនិងអរណយកៈអ្នកដែលគោរពជឿទេវៈអាទិទេពហើយបានសិក្សារៀនសូត្រប្រព្រឹត្តប្រតិបត្តិតាមគម្ពីរវេទរមែងត្រូវបានអាទិទេពសន្តោសឲ្យរួចចាកទុក្ខទាំងពួងក្នុងលទ្ធិវេទមនុស្សសម្លាប់មនុស្សសត្វធ្វើពិធីបូជាយញ្ញថ្វាយអាទិទេពត្រូវមានឈ្មោះថាជាអ្នកមានភក្តីភាពគោរពបូជាអាទិទេពហើយត្រូវបានបុណ្យច្រើនអាទិទេពគឺជាទេវៈធំបង្អស់មុនគេបំផុតដែលបានបង្កើតលោកជាដំបូងអាទិទេពមានគុណសម្បត្តិតទៅមហត្តៈសម្បើមអស្ចារ្យមហិទ្ធិឫទ្ធិគ្មានគូប្រដូចសព្វញ្ញូចេះយល់ដឹងសពញាណៈភ្នែកទឹកត្រជាទឹកតេជៈរិទ្ធបារមីដ៏ខ្លាំងក្លានិមលៈគ្មានមន្ទិលសៅមងបញ្ហាពុទ្ធិភិវៈសុខៈអំពីពុទ្ធិដ៏ប្រសើរពងខ្ពស់បរិសុទ្ធគឺពុទ្ធដែលកើតឡើងអំពីអាទិទេពនិងអំពីគម្ពីរវេទទាំង4គឺរិទ្ធវេទសាមវេទយជុវេទអថវេទអ្នកដែលមានឫទ្ធិទទួលយកនៅពុទ្ធដ៏បរិសុទ្ធគឺពួកព្រាហ្មណ៍និងពួកសត្វភាវៈទាំងអស់គឺលោកៈធម្មជាតិជាដើមសុទ្ធតែកើតឡើងដោយសារអាទិទេពលោកៈនេះកើតឡើងដោយសារព្រះឥន្ទក្នុងករណីជាអ្នកសាងលោកព្
ព្រះអិនបានយកសសរមកដាំហើយយកផ្ទៃមេឃធ្វើជាដំបូលសុខៈសេចក្តីសុខសប្បាយគ្រប់បែបយ៉ាងស្ថិតនៅក្នុងកណ្ដាប់ដៃអាទិទេពដែលជាអ្នកផ្ដល់ឲ្យមនុស្សលោកដើម្បីបានសុខមនុស្សម្នាក់ត្រូវមានភក្តីភាពស្មោះត្រង់ចំពោះអាទិទេពបួងសួងអង្វរករសុំអាទិទេពដោយធ្វើពិធីបូជាយញ្ញជាដើមថ្វាយចំពោះព្រះអាទិទេពអាស្រ័យហេតុនេះយើងឃើញថាបញ្ហាពុទ្ធិភាវៈសុខៈទាំងអស់នេះមានលទ្ធិវេទគឺសុទ្ធតែកើតឡើងអំពីអាទិទេពដោយសារអាទិទេពបានសេចក្តីថាអាទិទេពជាអ្នកបង្កើតពុទ្ធិភាវៈសុខៈ